អត់តន់មានទេបងមានតែមេការដល់ពេលខ្ញុំធ្លាក់ភ្លាមហ្នឹងមេការគាត់បញ្ជូនខ្ញុំទៅពេទ្យកន្លែងនៅខាងកំពង់ឆ្នាំងហ្នឹងគេអត់ហ៊ានមើលទេគេបញ្ជូនខ្ញុំមកដោយសារអាការៈនៃជំងឺគឺគ្រោះថ្នាក់គឺធំធ្ងន់ធ្ងរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមការងាររបស់សមាគមជាងសំណង់កម្ពុជាដែលមានការដឹកនាំដោយលោកប្រធានអង្គការពូជាបានចុះមកសួរសុខទុក្ខបងប្រុសគ្រោះថ្នាក់ការងារនៅឯការដ្ឋានមួយកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំងហើយកំពុងតែសម្រាប់ព្យាបាលនៅក្នុងទឹកដីខណ្ឌកំពូលនៅផ្លូវជាតិលេខ4ជំរាបសួរបងប្រុសហើយក៏បងស្រីជំរាបសួរឥឡូវនេះពួកខ្ញុំមកពីសមាគមនៃជាងសំណង់កម្ពុជាដោយយើងបានទទួលព័ត៌មានថាបងប្រុសគាត់បានគ្រោះថ្នាក់ពីកន្លែងការងារនៅឯខេត្តកំពង់ឆ្នាំងបងឈ្មោះអីដែរខ្ញុំយួនគ្រប់បងយួនគ្រប់បាទហើយអាយុប្រហែលខ្ញុំនៅខេត្តស្វាយរៀងអូមិនឆ្ងាយនៅស្វាយរៀងមកធ្វើការនៅកំពង់ឆ្នាំងមកស្នាក់នៅកំពូលអញ្ចឹងគឺឆ្ងាយមែនតើឆ្ងាយបាទខ្ញុំសូមសួរបងពីការកើតហេតុនឹងបន្តិចបានទេបងបាទអញ្ចឹងពេលដែលបងកើតហេតុហ្នឹងគឺកើតហេតុនៅការដ្ឋានកំពង់ឆ្នាំងមែនទេបងបាទបងបាទអូហើយបងពាក់ព័ន្ធនឹងការកើតហេតុនេះគឺរយៈពេលប្រហែលថ្ងៃហើយបងចាប់ពីថ្ងៃទី16មករហូតខ្ញុំសម្រាប់នៅពេទ្យថ្ងៃទី22ចេញមករហូតដល់ឥឡូវថ្ងៃទី6ពេលដែលបងជួបគ្រោះថ្នាក់នេះតើមានក្រុមការងារឬក៏ក្រុមណាផ្សេងដែលជួយជុំជែងក្នុងការបញ្ជូនបងទៅពេទ្យទេបងអត់តន់មានទេបងមានតែមេការដល់ពេលខ្ញុំធ្លាក់ភ្លាមហ្នឹងមេការគាត់បញ្ជូនខ្ញុំទៅពេទ្យកន្លែងនៅខាងកំពង់ឆ្នាំងហ្នឹងគេអត់ហ៊ានមើលទេគេបញ្ជូនខ្ញុំមកដោយសារអាការៈនៃជំងឺគឺគ្រោះថ្នាក់គឺធំធ្ងន់ធ្ងរក្រុមការងារយើងនេះក៏ទើបតែទទួលបានដំណឹងដែរហើយក៏បានបញ្ជូនក្រុមការងារស៊ើបសួរទៅក៏បានដឹងថាបងកំពុងតែសម្រាប់ព្យាបាលនៅផ្ទះជួលនៅក្នុងទឹកដីខណ្ឌកំពូលបាទហើយយើងក៏បានចុះមកសួរសុខទុក្ខណាដែលមានការដឹកនាំដោយលោកអង្គការប្រធានគឺលោកអង្គការហ៊ុតជាណាគាត់បានដឹកនាំសមាគមនេះដើម្បីជួយជ្រោមជ្រែងទៅដល់បងប្អូនកម្មករជាងសំណង់នៅក្នុងប្រទេសកម្ពុជាយើងដែលគាត់មានការគ្រោះថ្នាក់ការងារអីផ្សេងហ្នឹងគឺយើងព្យាយាមតាមជួយពួកគាត់ដើម្បីឲ្យពួកគាត់ហ្នឹងទទួលបាននៅយុទ្ធធម៌ណាចាអរគុណច្រើនបងចេះនេះបាទយើងបានជាថាវិការបន្តិចបន្តួចដើម្បីជូនបងបាទចាជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនក៏ដូចជាបងប្អូនសប្បុរសធម៌ជាពិសេសគឺបងប្អូនក៏ដូចជាជាងសំណង់ទូទាំងប្រទេសផងដែរដែលគាត់បានជួយជាថវិកាក៏ដូចជាទៅតាមសទ្ធាហើយនៅក្នុងនោះផងដែរបើសិនជាពុកម៉ែបងប្អូនចង់ជួយចាអាចធ្វើការចាជួយគាត់តាមរយៈការចូលរួមខាងសមាគមរបស់យើងបងប្អូនអាចធ្វើការចាបានចូលរួមជាថវិកាតិចតួចក្តីច្រើនក្តីតាមទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនផងដែរសូមចាអរគុណខ្លាំងមែនទែនទៅដល់ចាលោកញ៉ាហ៊ុតជាដែលជាប្រធានសមាគមជាសំណង់កម្ពុជាហើយមួយទៀតដែរក៏អរគុណដល់បងចិនដែរដែលចាបងក៏បានផ្នែកហើយមួយទៀតគឺខ្លាំងមែនទែនចាគឺក៏សូមអរគុណទៅដល់បងប្អូនជាសំណង់នៅក្នុងសមាគមជាសំណង់ទាំងអស់គ្នាផងដែរចាដែលបានចូលរួមនៅក្នុងការជួយ